ហេតុអីភូមិឋានសៀអ៊ូអមឡើយខ្ញុំគឺសៀអ៊ីយិនលោកគឺខ្ញុំបាទគឺមេបាក់ជ្រូកដាវអ៊ូយ៉ាបាក់ជ្រូកដាវដឹងថាបាក់ជ្រូកដាវជាស្អីទេបាក់ជ្រូកដាវគឺខ្ញុំក៏មិនដឹងពីភពគុណមានបាក់ច្រើនខ្ញុំស្គាល់មកអស់ទេហើយចប់តើលោកមកបាក់ទូនមកនេះមានកាយដែរមិនលាក់បាំងលោកទេខ្ញុំនឹងដើរពពកគូជើងឈានមានគំនុំធំប៉ុនមហាសមុទ្រគំនុំគុំគួននៅខាងក្រៅគ្មានតាក់ទងភូមិឋានខ្ញុំទេខ្ញុំបានណាត់ប្រយុទ្ធស្លាប់រស់ជាមួយនឹងគូជើងឈានខ្ញុំត្រូវការតែកន្លះធុកដើម្បីប្រយុទ្ធស្លាប់រស់នឹងគ្នាកុំនិយាយវែងឆ្ងាយហេតុអីក៏មកប្រយុទ្ធស្លាប់រស់នៅទីនេះគុណដៅបាក់ខ្ញុំនឹងដើរពពកមានចំណុចប្រឆាំងគ្នាប៉ុន្តែស្នេហ៍ដៃជីវិតចុងក្រោយរបស់បាក់ខ្ញុំមិនទាន់ឈានដល់កម្រិតកំពូលការពិនអ្នកខ្លាំងបកែប្រយុទ្ធឈ្នះចាញ់តែមួយពេជ្រភ្នែកប៉ុណ្ណោះដូច្នេះខ្ញុំសូមលោកជួយផងចង់ខ្ញុំប្រាប់លោកពីវិធីយកឈ្នះមកនេះត្រូវហើយខ្ញុំឮថាគុណដៅរបស់លោកល្បីកែផ្ដាច់គេបើលោកជួយខ្ញុំប្រកាសជាឈ្នះហើយគុណរបស់លោកខ្ញុំនឹងចងចាំមួយជីវិតរបស់ដែលលោកមិនបាក់ទូនស្រឡាញ់ជាងគេគឺអ្វីដៅនៅក្នុងដៃខ្ញុំជាវត្ថុដែលខ្ញុំស្រឡាញ់ជាងគេដៅនេះធ្វើពីដែកត្រជាក់គ្មានអីគួរឲ្យចម្លែកទេអូតាមពិតដៅធ្វើពីដែកត្រជាក់ទេខ្ពើមក្រៅពីដៅរបស់ខ្ញុំនៅមានរបស់នេះទៀតដែលខ្ញុំស្រឡាញ់បំផុតបើជាចំនួនទុកបន្តកិច្ចដូចនេះហើយខ្ញុំបង្ហាញគុណដល់លោកគឺយុទ្ធធនណាហេតុអីលោកចង់បានតែរបស់ដែលគេស្រឡាញ់ចឹងបើលោកមានគុណលើខ្ញុំម្ដងខ្ញុំមិនបំភ្លេចគុណនេះទេបើនិយាយមិនត្រូវគ្នាចំនួនគឺមិនបានសម្រេចទេជូនដំណើរភ្ញៀវទូនមួយយ៉ាងយើងមកដល់ហើយឯងនឹងថាໄວមិនឆ្នះយើងកុំបំពឹងគ្រួសារសៀឲ្យជួយមែនទេថ្ងៃនេះយើងឲ្យស្កររសជាតិដើរប្រពងយើងម្ដងអ្នកតាពីឈប់សិនទុកថាតើមើលអ្នកណាឈ្នេះមើលទៅដូចជាប្រហែលអាយយកមិនដែរអ្នកទទួលទុននោះទុកទុំដល់10គ្នាយើងជឿស្នដៃដាក់ក្បាលឯងលោកមិនបាក់ទូនលោកទទួលលេខបានហើយយកបន្តកិច្ចលោកបញ្ចុះសពលោកទៅលោកមិនភូមិសៀខ្ញុំឲ្យបន្តកិច្ចទៅលោកដើរកម្រាស់តាមខ្យល់កម្លាំងដើរពេញខ្លួនមិនអាចទប់កម្លាំងនៅក្បាលពោះបានទេថ្ងៃនេះខ្ញុំសងសឹកបានហើយសូមអរគុណលោកម្ចាស់គុណនេះខ្ញុំនឹងចងចាំជានិច្ចមិននិយាយច្រើននេះយើងបានសន្យាគ្នារួចហើយបន្តគិតរបស់ខ្ញុំជាវត្ថុមានតម្លៃដែលបានមកពីភ្នំតកកនៅទី3នៅលើលោកនេះកម្រមានណាស់បានសៀពេញយកទៅដែររបស់នេះមានតម្លៃមែនបាននិយាយទៅគ្រាន់បើជាងដើមមិញនោះទៅទៀតអ្នកក្លាហានឈូរៀបច្បងសឹកខុងទទួលបានល្អមិនស្មានតែបានឃើញការប្រយុទ្ធដ៏អស្ចារ្យយ៉ាងនេះសោះមិនថាទទួលបានល្អខ្ញុំនៅព្រឹត្តិការណ៍ស៊ឺមកដល់គ្មានការអញ្ជើញសោះពេទូអ្នកនាងសឹកខុងឡើងไปភូមិស៊ីយើងកុំចូលនៅទីនេះអីចូលទៅញ៉ាំតែសិនទៅអញ្ចឹងលោកមិនភូមិបន្តគុជមិញនោះបាននិយាយទៅគឺជារបស់មានតម្លៃដែលពិបាករកបានមែនទេតែវត្ថុមានតម្លៃទាំងនេះខ្ញុំគ្មានចំណូលចិត្តទេចុះហេតុអីបានជាលោកចង់បានបន្តនោះចង់បានរបស់ម្យ៉ាងក៏ត្រូវលើកបងរបស់ម្យ៉ាងដែរគឺជាច្បាប់បុរាណមិនអាចកែប្រែបានទេតែពួកខ្ញុំរកស៊ីអត់ដែរឪពុកនាងក៏លើកបងអស់ច្រើនមកដែរពិតមែនហើយថ្ងៃមុនសូមអរគុណលោកមេភូមិដែលបានបន្ទោដៃឲ្យនាងខ្ញុំមែនទេលោកមេភូមិក្នុងមួយឆ្នាំមានអ្នកមករកលោកឲ្យជួយណែនាំបើមុន1000អ្នកទេក៏1000អ្នកដែរមើលទៅលោកមកជឿរក្សាទុករបស់មានតម្លៃច្រើនណាស់ចំពោះកន្លែងដែលគ្មានរបស់មានតម្លៃលោកមិនមកទេលោកអញ្ជើញមកលើនេះគឺពេញចិត្តនឹងរបស់មានតម្លៃក្នុងភូមិខ្ញុំនេះអត់ទេបាននិយាយទៅក្បាច់គុណដៅគ្រួសារសៀជាប់លេខ1នៅលើលោកនេះទោះជាពួកខ្ញុំខ្លាំធំកុំហ៊ានលុយរបស់នៅក្នុងភូមិឋានលោកដែរប៉ុន្តែបើឲ្យមើលរបស់ដែលមានតម្លៃទាំងអស់នោះទោះពួកខ្ញុំស្លាប់ទៅក៏បាត់ភ្នែកចិត្តដែរអ្នកទាំងពីរពិតជាមានចំណុចចិត្តមែនណាប៉ុន្តែខ្ញុំមកទៅមករយៈនេះអ្នកទាំងពីរដូចជាទំនេរណាមានអំណរចង់មកលួចទីនេះមែនទេអាយ៉ាប្រសពនិយាយលេងមែនអត់ទេអមផឹកតែសុំជើញខ្ញុំចង់ហាត់ដាវមានរឿងស្អីហ្នឹងអ្នកទាំងអស់គ្នាសូមទៅគុណដាវកម្រិតតាមខ្យល់គុណដាវពពក
លោកអ៊ំដាក់ដៃចុះសិនមិនដាក់ប្អូនយើងមិននៅពួកឯងត្រូវតែកំដរយើងហាត់ដាល់លបងខាងនេះខ្ញុំមានភ្នៀវលបងកំលេងអីអាប្អូនចាំយកបង្ហាញស្និតដល់ឯងឃើញដាវទាំងពីរនេះពិតជាមិនធម្មតាទេលបងលបងលបងដាក់ដៃចុះភ្លាមអ្នកទាំងអស់គ្នាសូមទៅសុំទោសម្នាក់នោះជាបងប្រុសលោកគួរក្បាលគាត់មានបញ្ហាគាត់ចូលចិត្តលេងណាអាយ៉ាដាវទឹកពីរនោះល្អយ៉ាងនេះអ្នកណាក៏ចង់លេងដែររៀមច្បងពិតជាភ្នែកបុតមែនដាវពីនេះពិតជាមានប្រវត្តិ100ឆ្នាំមែនមិនស្មានថាលោកក្រៅពីមានគុណដៃខ្លាំងបកែនៅចូលចិត្តរក្សាដាវល្អទៀតផងមិននឹងជាពួកខ្ញុំទាំងអស់គ្នាមានឱកាសអាចមើលទៅណាជើញអូទៅមិននឹងស្មានថាលោកមិនត្រឹមតែល្បីឈ្មោះខាងវិជាគុណដែរសូម្បីក្នុងឃ្លាំងអាវុធក៏មានអាវុធគ្រប់បែបដែរមានតែបរិមាណអត់គុណភាពទោះជាអាវុធច្រើនផ្ទុកក្នុងឃ្លាំងតែមួយក៏ដោយតែបើមិនបានប្រើវាក៏ដូចជាដៃអត់បានកាត់ដែរនិយាយត្រូវមនុស្សយើងក៏អញ្ចឹងដែរគុណធម៌សិលធម៌នៅណាក៏មានដែរតែបើសិនជាមិនអនុវត្តក៏អត់ប្រយោជន៍ដែរត្រូវហើយខ្ញុំបានស្រាវជ្រាវគុណដៅច្រើនឆ្នាំហើយគោលបំណងចង់ឲ្យក្បាច់គុណដៅឈានដល់កម្រិតកំពូលហត្តាសំខាន់គឺមេត្តាធម៌បើចង់ឲ្យខ្លាយទៅជាអ្នកគុណដៅដ៏ខ្លាំងពូកែគឺត្រូវតែមានចិត្តធម៌មេត្តាអ្នកប្រែនិយាយថាមានធម៌មេត្តាគ្មានសត្រូវអ្នកក្លាហានឈូចំពោះគុណដៅលោកក៏ចេះច្រើនណាស់ដែរមិនហ៊ានទេខ្ញុំគ្រាន់តែដឹងតិចតួចតែប៉ុណ្ណោះខ្ញុំតែងយល់ថាអាវុធគ្មានមេត្តាតែមនុស្សមានមនោសញ្ចេតនាលោកនិយាយត្រូវជួយគេគឺជារឿងគួរឲ្យសប្បាយលោកជាអ្នកមានចិត្តទូលាយទឹកមុខក៏ញញឹមទៀតប្រកាសធ្លាប់ជួយមនុស្សច្រើនណាស់អាយ៉ាត្រូវនិយាយត្រូវធ្វើចំនួនត្រូវតែចេះជួយគ្នាទៅវិញទៅមកណាលោកមេភូមិលោកជាមនុស្សមានសិលធម៌អញ្ចឹងប្រកាសជាធ្លាប់ជួយគេមិនតិចទេលើលោកនេះបានស្គាល់គ្នាគឺជានិស្ស័យមានលទ្ធភាពអាចជួយគេបានហេតុអីក៏មិនជួយប្រសើរអ្នកតាមឈូមិញនេះមានចាំពេលដែលបងប្រុសខ្ញុំប្រើដាវល្អទាំងពីរនោះទេមែនទេហេតុអីក៏មិនឃើញនៅក្នុងឃ្លាំងអាវុធនេះអ្នកទាំងអស់គ្នាមកកណេះដាវល្អទុកក្នុងបន្ទប់ងងឹតក៏នៅតែមានពលឺដែរប៉ុន្តែដែលមាន